សម្រាប់ JBL Extreme 2 នេះគឺវាមានបញ្ហាជាមួយនឹងការបិទបើកអត់បានអញ្ចឹងបងសាកថ្មអត់ចូលដោយសារតែថ្មវានឹងគឺបានខូចបាត់ទៅហើយបងអញ្ចឹងបើសិនជាបងមានតម្រូវការជួសជុលប្រភេទ bass speaker JBL តូចអីគឺខ្ញុំអាចជួសជុលបានអានេះមិនថាផ្នែក mainboard ឬក៏ថ្មអញ្ចឹងបងប្រភេទនេះនេះគឺ Extreme 2 អញ្ចឹងបងអានេះយើងធ្វើការសម្អាតវារួចដល់ហើយផ្នែក overload អីវានៅដីតិចដោយសារតែអានេះវានេះយូរអញ្ចឹងបងវាជាប់ដីយូរនៅក្តាំងចោលហ្នឹងអញ្ចឹងយើងពិបាកសម្អាតដែរយើងដោះលាងវាតម្រុំបានប៉ុណ្ណឹងអញ្ចឹងបងហានេះគឺជាថ្ម Extreme 2របស់យើងដែលបងប្អូនលោកអញ្ចឹងបងប្អូន review លោកហើយអានេះគឺយើងធ្វើការដោតស្នាប់វាដើម្បីធ្វើការបើកតេស្តអញ្ចឹងបងបើកតេស្តថាវាដំណើរការអត់ជាក់ស្ដែងគឺវាដំណើរការវាលោតភ្លើងអញ្ចឹងបងវាលោតភ្លើងហើយយើងចាប់ផ្ដើម connect ជាមួយនឹង Bluetooth ដើម្បីធ្វើការតេស្តម្ដងទៀតខ្លាចវាអត់ដើរ Bluetooth អញ្ចឹងបងកាលណាដែលអត់ដើរ Bluetooth គឺចប់តែម្ដងហើយសម្រាប់ប្រភេទនេះគឺ board វាគឺនៅសាកចូលធម្មតាទេបង board ខ្លះគឺទោះបីវាអស់ថ្មមែនប៉ុន្តែវាសាកលែងចូលអញ្ចឹងបងវាសាកលែងចូលអញ្ចឹងត្រូវជួសជុល main board វាទៀតជួសជុលប្រព័ន្ធសាកវាអញ្ចឹងបងអានេះយើងធ្វើការសាកបើកតេស្តសលេងតែអីអញ្ចឹងបងតេស្តកង់តាក់វាតាកង់តាក់មួយណាវាមានបញ្ហាអញ្ចឹងត្រូវដូរចោលអញ្ចឹងបងតេស្តមុនទៅហើយកុំឲ្យយើងចាប់ចូលវិញទៅដើម្បីដាក់តេស្តទៅគឺវា Vivo មិនខានទេអានេះយើងធ្វើការតេស្តសាកថ្មអញ្ចឹងបងតេស្តសាកថ្មអញ្ចឹងថ្មវាគឺដំណើរការសាកគឺដំណើរការសាកធម្មតាវិញហើយអានេះវាឡើងបានន័យថាវាចូលអញ្ចឹងបងវាចូលហើយកម្លាំងនៃការសាកវាគឺវារុញបានតែ15វ៉ាត់ទេតង់ចុងដែលវាប្រើប្រាស់ទូទៅគឺ20វ៉ុលតង់ចុងសាកចូលអញ្ចឹងបងហើយសម្រាប់ថ្មគឺ7.4វ៉ុលនេះវាបំលែងតង់ចុងហើយបន្តមកទៀតយើងធ្វើការតេស្តអានេះវាបាត់ជើងក្រោមមកទៅហើយជើងក្រោមនៅពេលដែលសម្អាតទៅគឺវាពុកផុយខ្លាំងមែនតើវាអស់អាយុកាលវាអញ្ចឹងបងហើយជ័រខាងជ័រស៊ីលីកូនខាងក៏វាពុកផុយដែរប្រភេទនេះអញ្ចឹងត្រូវគាស់វាចោលឲ្យអស់អញ្ចឹងមើលទៅវារាងស្អាតយ៉ាងដែរហើយវីដេអូនេះគឺមានតែប៉ុណ្្នឹងទេ